របៀបធ្វើ sticker បែបនេះសម្រាប់ upload ចូលទៅក្នុង Telegram ដើម្បីប្រើប្រាស់ទៅតាមតម្រូវការរបស់យើងបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទវិលត្រឡប់មកជួបខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីការធ្វើ sticker នៅក្នុង Telegram ដោយយើង generate រូបយើងផ្ទាល់ទៅជារូបតុក្កតាហើយយើងអាចយកមកកែច្នៃធ្វើជា sticker នៅក្នុង Telegram ផងដែរបាទដោយសារតែសម័យនេះគឺសម័យបច្ចេកវិទ្យា AI អញ្ចឹងការ generate រូបឬក៏ការចេះប្រើ AI ដើម្បីជាជំនួយដល់ការងាររបស់យើងគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនអញ្ចឹងទាមទារឲ្យបងប្អូនទាំងអស់គ្នារៀនស្វែងយល់ក៏ដូចជារៀនធ្វើក៏ដូចជាតាមឲ្យទាន់នៅបច្ចេកវិទ្យាទាំងអស់នេះផងដែរបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងចែករំលែកបាទនៅក្នុងការធ្វើ sticker នៅក្នុង Telegram ប្រហែលជាមានបងប្អូនមួយចំនួនគាត់ចេះហើយប៉ុន្តែវីដេអូនេះគឺសម្រាប់បងប្អូនដែលថ្មីដែលគាត់អាចថាគាត់មិនដែលបានធ្លាប់ធ្វើ sticker នៅក្នុង Telegram ពីមុនបាទគាត់អាចមើលនឹងវីដេអូខ្ញុំពីដើមដល់ចប់បានផងដែរបាទហើយសម្រាប់បងប្អូនថ្មីបាទក៏នៅតែបន្តជួយ Subscribe នៅ Channel របស់ខ្ញុំផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការបង្កើតវីដេអូចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាអំពីបច្ចេកវិទ្យាថ្មីក៏ដូចជាគន្លឹះផ្សេងជាច្រើនទៀតផងដែរបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបាទចូលទៅមើល screen ទាំងអស់គ្នាបាទជាដំបូងយើងចូលមកក្នុង Chat GPT មកបន្ទាប់មកយើង upload រូបបាទរូបអីក៏បានរូបខ្លួនឯងក៏បានរូបអីក៏បានដែរបាទ upload មកបាទនេះគឺខ្ញុំដាក់រូបខ្លួនឯងបន្ទាប់មកយើងផាស prompt ចូលមកហើយ prompt នេះខ្ញុំនឹងតម្លាក់នៅក្នុង description ហើយឬក៏អ្នកទាំងអស់គ្នាមាន prompt ផ្សេងអាចទៅសេខ្លួនឯងបានបាទអញ្ចឹងយើងផាសមកចាំបន្តិចឲ្យរូបវា upload បន្តិចសិនបាទហើយកែកន្លែងនេះបន្តិចបន្ទាប់មកយើងចុចនេះទៅចុច generate ទៅអូខេអញ្ចឹងសូមចាំបន្តិចវានឹង generate ឲ្យយើងហើយបាទនេះចេញមកហើយបាទគឺចេញមក pack មក set នឹងមកហ្មងបាទ expression មានទាំងអស់មានទាំងយំទាំងសោចអីចឹងណាបាទនេះបាទមានច្រើនហើយការសរសេរ prompt ហ្នឹងយើងអាចថែមថយខ្លួនឯងបានអានេះខ្ញុំគ្រាន់តែបង្ហាញត្រួសទេបាទឥឡូវយើង save ទុកទៅរកកន្លែងដាក់ទៅដើម្បីងាយស្រួលយើងធ្វើបន្តទៀតយើង save ទៅដាក់ឈ្មោះអីត្រឹមត្រូវមកអូខេចុច save មកបាទបន្ទាប់មកយើងបើក Photoshop បាទហើយសូមបញ្ជាក់កន្លែងនេះបន្តិចគឺ Telegram sticker ហ្នឹងគឺគេតម្រូវឲ្យមានទំហំ512 pixel បាទរាងការ៉េអញ្ចឹងខាងលើក៏512ខាងក្រោមក៏512ដែរបាទអូខេមកបាទហើយសម្រាប់Photoshop យើងកាត់ទៅជាលក្ខណៈ PNG បាទយើងយករូបដែលយើងបាន generate យើងបាន save អញ្ចឹងមកបាទបន្ទាប់មកយើងកាត់ background ទៅហើយយើងធ្វើការកាត់ម្ដងមួយហើយយើងថែមថយអក្សរទៅតាមហ្នឹងបាទឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលមួយបាទខ្ញុំយករូបសោចនេះមួយបាទកាត់មកអញ្ចឹងមកអូខេអញ្ចឹងយើងអស់ចូលមកបន្ទាប់មកយើងសេរីយើងចង់បានដាក់កន្លែងណាក៏បានតែភាគច្រើនគេដាក់នៅចំណុចកណ្ដាលបាទដើម្បីឲ្យងាយស្រួលមើលបាទសេរីវាមកអូខេយើងថែមអក្សរមកហើយចំណែកអក្សរនេះយើងអាចដាក់ពណ៌អីក៏បានដែរហើយនឹងយើងសរសេរជាអង់គ្លេសក៏បានសរសេរជាខ្មែរក៏បានបាទប៉ុន្តែយើងខ្មែរយើងសរសេរអក្សរខ្មែរទៅបាទហើយសម្រាប់ពណ៌យើងដាក់ពណ៌អីក៏បានប៉ុន្តែខ្ញុំ recommend ពណ៌អសព្រោះថាបើសិនជាយើងកាត់ជា PNG បាទនេះថាអត់មាន background អញ្ចឹងពណ៌អសវាជាដូចថាពណ៌មួយដែលលិចយើងអាចមើលបានងាយស្រួលអញ្ចឹងណាបាទយើងសរង់ឲ្យតូចឲ្យធំល្មមតាមចំណង់ចំណូលចិត្តយើងអីចឹងណាបាទថែមកន្លែងនេះយើងខ្ញុំថែមបន្តិចឲ្យយើងធំបន្តិចបាទខ្ញុំលុប background ចោលបាទបន្ទាប់មកខ្ញុំដូរពណ៌បាទខ្ញុំ select យកពណ៌សហើយទាំងអស់គ្នាអាចដូរពណ៌តាមចំណង់ចំណូលចិត្តបានហើយកន្លែងនេះខ្ញុំធ្វើឲ្យកោងបន្តិចទៅបាទឲ្យវាមាន style អីបន្តិចចឹងណាបាទបន្ទាប់មកចុច OK មកយើងសេរីបន្តទៀតមកបន្ទាប់មកយើងចុច save យើងរកកន្លែង save ទៅបាទយើង save វាទៅជា PNG បាទរូបដែលដាច់ផ្ទៃ background បន្ទាប់មកយើងsave មក rename វាសិន
បាទឥឡូវអូខេហើយបន្ទាប់មកយើងបើកចូលទៅក្នុង Telegram របស់យើងបាទហើយ Telegram គឺយើង search រកពាក្យថា sticker បាទខ្ញុំនឹងតម្លាក់ link ហ្នឹងនៅក្នុង description បាទបន្ទាប់មកយើងទៅសេមក new pack/new pack ហ្នឹងមកបាទបន្ទាប់មកគេឲ្យយើងដាក់ឈ្មោះ pack របស់ sticker ហ្នឹងបាទយើងទៅសេមកខ្ញុំដាក់ឈ្មោះខ្លួនឯងចុច enter មកបាទកន្លែងនេះដូចខ្ញុំនិយាយអញ្ចឹងគេឲ្យដាក់ទំហំ512គុណនឹង512 pixel បាទយើងមើលការណែនាំហ្នឹងទៅបាទបន្ទាប់មកយើង add sticker មកបាទខ្ញុំបាន rename ហើយ good morning មិញបាទហើយយើងដោះ tick កន្លែងហ្នឹងមកបាទបន្ទាប់មកគឺយើងត្រូវ upload sticker upload emoji បាទ emoji យើងចង់និយាយថា sticker យើងចង់បង្ហាញពីអីគេដូចអរុនសួស្ដីអញ្ចឹងបាទយើង add emoji ថែមមួយទៀតមកអូខេ emoji អរុនសួស្ដីគឺដូចជា expression គឺសោចបាទអញ្ចឹងខ្ញុំដាក់សោចហ្នឹងមកបាទបន្ទាប់មកគឺគេដាក់កន្លែងនេះគឺយើងបានបង្កើតបានជោគជ័យហើយបាទអញ្ចឹងយើងចុច /public មកបាទហើយកន្លែងនេះយើងអាច add បន្តមកទៀតបានប៉ុន្តែកន្លែងនេះខ្ញុំសូមបញ្ចប់កន្លែងហ្នឹងព្រោះខ្ញុំ upload ជាគំរូឲ្យមើលមួយបាទខ្ញុំចុច publish បាទបន្ទាប់មកយើង skip សិនទៅបាទនេះបាទគឺ copy link ដើម្បីជាការ rename ដល់ sticker pack របស់យើងបាទផាសមកបាទត្រឹម slash នេះយើងដាក់ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំបាទអង្គណារិតអីចឹងទៅបាទបន្ទាប់មកចុចបញ្ជូនទៅបាទនេះគឺយើងបានបង្កើតជោគជ័យហើយយើងចុចលើ link មួយទៅបាទនេះឃើញ pack របស់យើងហើយបាទហ្នឹងហើយយើងអាចធ្វើបាន add ថែមបន្តទៀតបាទនេះខ្ញុំឧទាហរណ៍ឲ្យមើលមួយទេបាទអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទជំរាបលា